បាទសូមគោរពជំរាបសួរបងប្អូនប្រិមិត្តទស្សនិកជនជាទីគោរពនិងជាទីរំអានបាទថ្ងៃនេះខ្ញុំបាទសូមចេញវីដេអូណែនាំដល់បងប្អូនប្រិមិត្តទស្សនិកជនទាំងអស់បាទដែលគាត់និយមបាទតាមដាននៅរាល់ព័ត៌មានរបស់អង្គភាពបាទសារព័ត៌មានរបស់ TV បាទខ្ញុំបាទគ្មានអីវែងឆ្ងាយទេបងប្អូនណាបាទគឺណែនាំដល់បងប្អូនប្រិមិត្តទស្សនិកជនលោកតាលោកយាយអ៊ំពូមីងទាំងអស់បាទដែលចង់តាមដាននៅសំឡេងវិទ្យុបាទរបស់អង្គភាពradio TV បងប្អូនធ្លាប់ឃើញខ្ញុំផុសតាម Facebook ឬក៏បងប្អូនរបស់អង្គភាពradio TV គាត់ផុសតាម Facebook ហើយបាទបងប្អូនចង់ស្ដាប់នៅវិទ្យុបាទបងប្អូនអាចចុចទៅតាមចុចនៅក្នុង link ណាបងប្អូនណាបាទគឺបងប្អូនចុចទៅក្នុង link ហ្នឹងគឺឃើញហើយបាទឃើញ link QQ ក្រោមហ្នឹងបងប្អូនចូលទៅស្ដាប់វិទ្យុក៏បានបាទហើយក៏បងប្អូនអាចវាយនៅក្នុងGoogle ក៏បានឥឡូវខ្ញុំឧទាហរណ៍បាទឧទាហរណ៍ថានេះជា account Facebook របស់ខ្ញុំឥឡូវខ្ញុំផុសពេលដែលខ្ញុំផុសគឺខ្ញុំតែងតែមានដាក់ link នៅខាងក្រោមបាទនេះដូច link នេះបងប្អូនណាបាទ link ខាងក្រោមគឺខ្ញុំតែងតែដាក់បាទ link ខាងក្រោម QQ ណាដាក់ Radio TV ហ្នឹងគឺចុច link ទៅបាទអត់ពិបាកទេបងប្អូនណាចុចតែ link ខាងក្រោមដែលខ្ញុំភ្ជាប់រាល់ថ្ងៃនេះពេលដែលនេះយើងអស់មកចឹងទៅយើងចង់មើលព័ត៌មានអីផ្សេងៗក៏ឃើញទេបងប្អូនណាបាទនេះយើងចង់ចុចអានក៏បានបាទអស់មកបាទអស់មកនេះនៅខាងក្រោមនេះគឺបងប្អូនគាត់ចុចគឺយើងអាចស្ដាប់ប៉ុស្តិ៍វិទ្យុបានតែម្ដងបាទដោយមិនចាំបាច់មានវិទ្យុមិនចាំបាច់មានមញ៉េបាទគឺមានតែទូរស័ព្ទមួយបាទបងប្អូនឃើញអង្គភាពរត់ញូយើងផុសមានដាក់ link នៅខាងក្រោមហើយបងប្អូនចូលទៅ link នោះហើយបងប្អូនអស់ផុតទៅមានឃើញចំណុចនេះបាទបងប្អូនអាចអស់មើលព័ត៌មានអានព័ត៌មានប្រចាំថ្ងៃរាល់ថ្ងៃក៏បានបងប្អូនចង់ស្ដាប់វិទ្យុក៏បានបាទបងប្អូនចង់ស្ដាប់វិទ្យុបងប្អូនអាចចុចក្នុង link បាទទី1ទី2បងប្អូនអាចវាយទៅក្នុង Google មកខ្ញុំបានប្រាប់ណា Google ហើយបងប្អូនអស់ទៅបងប្អូនអាចចុចស្ដាប់បានវិទ្យុណាចុចនេះមកនេះជួនក្រោមមានលីអត់បានតែចិត្តស្នេហាស្រវាក្នុងកាយអូនមានឋានៈខ្ពស់កន្លងអាចបងប្អូនស្រីនៅនឹងម្ដាយចិត្តជីវិតយើងយ៉ាងពីកាយណាចឹងបងប្អូនធ្វើដំណើរតាមឡានក្តីបងប្អូននៅក្នុងផ្ទះអបសុកអីចឹងបងប្អូនចង់ស្ដាប់បាទកម្មវិធីផ្សេងៗតាមវិទ្យុរបស់ព័ត៌មានតាមវិទ្យុហ្នឹងបងប្អូនអាចចូលទៅបាទតាម link របស់រឹកញូហ្នឹងទៅឬក៏ចូលតាម Google មិញដែលខ្ញុំបានប្រាប់មិញណាបងប្អូនណាគឺចំណុចនេះបាទបងប្អូនវាយតែរឹកញូទៅគឺបងប្អូនអាចចូលស្ដាប់វិទ្យុបានហើយបាទស្ដាប់ទៅឡានឬក៏ស្ដាប់មុនសម្រានមុនចូលគេងអីចឹងថ្ងៃត្រង់ផ្សារបាយរួចអីស្ដាប់បដាអីចឹងទៅសម្រានលេងដៅបានណាបងប្អូនបាទអញ្ចឹងខ្ញុំបាទមានដំណឹងខ្លីៗជូនប៉ុណ្ណេះបងប្អូនបាទបងប្អូនដែលបានគាំទ្រអង្គភាពradio TV លោកអ៊ំលោកពូលោកមីងលោកយាយលោកតាបងប្អូនប្រិយមិត្តទស្សនិកជនទាំងអស់អាចចូលរួមបាទគាំទ្រស្ដាប់ជាមួយនឹងប៉ុស្តិ៍វិទ្យុបានតាមរយៈអង្គភាពសារព័ត៌មានរត់ញូបាទសូមប្រឹងចាស់បងប្អូនណាសូមអរគុណសូមគោរពលា